ជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់សិក្សាភាសាអង់គ្លេសរបស់យើងចឹងជួបគ្នាម្ដងទៀតយើងសិក្សានឹងភូ New Headway យើងជាបន្តទៀតនៅទំព័រទី85អូខេចឹងឲ្យខាត់ពេលយើងចូលសិក្សាអ្នកទាំងអស់គ្នាចឹងមើលលេខ5គេថា correct the information ថាឲ្យយើងទៅសេនៅព័ត៌មានត្រឹមត្រូវអូខេចឹងយើងស្ដាប់នៅ tape script 9.12 listen and check practice with a partner ចឹងថាយើងស្ដាប់តពីស្ដាប់ចប់ហើយយើងធ្វើការសន្ទនានឹងជាមួយដៃគូយើងពីរនាក់ម្នាក់យើងនិយាយខាងលើនេះហើយម្នាក់ទៀតនិយាយខាងក្រោមនេះអូខេចឹងយើងស្ដាប់ទាំងអស់គ្នា 9.12 Wasn't and weren't 1. Christopher Columbus was a scientist. No, he wasn't. He was an explorer. 2. Zaha Hadid was a princess. No, she wasn't. She was an architect. 3. Marie Curie was born in 1919. No, she wasn't. She was born in 1867. 4. Diana Spencer and Amy Winehouse were born in the US. No, they weren't. They were born in England. 5. Nelson Mandela and Neil Armstrong were both politicians. No, they weren't. Mandela was a politician, but Armstrong wasn't. 6. Leo Tolstoy was an Italian actor. No, he wasn't. He was a Russian writer. អូខេចឹងយើងស្ដាប់ចប់យើងអានបទប្រើទាំងអស់គ្នាចឹងថាលេខ1 Christopher Columbus was a scientist គេថា Christopher Columbus ហ្នឹងគឺជាអ្នកវិទ្យាសាស្ត្រ No he wasn't តែគាត់គឺមិនមែនទេ He was an explorer គាត់ហ្នឹងគឺជាអ្នករុករកអូខេ 2 Zaha Hadid was a princess ថា Zaha Hadid គឺជាម្ចាស់ស្ត្រី No she wasn't តែនាងគឺមិនមែនទេ She was an architect ថានាងគឺជាស្ថាបត្យករ3 Maria Curie was born in 1919 ថា Marie Curie គឺបានកើតនៅក្នុងឆ្នាំ1919 No she wasn't តែនាងគឺមិនមែនទេ She was born in 1867 okay តែនាងគឺមិនមែនទេនាងគឺបានកើតនៅក្នុងឆ្នាំ1867 4 Diana Spencer and Amy Winehouse were born in the US ថា Diana Spencer ហើយនិង Amy Winehouse គឺបានកើតនៅសហរដ្ឋអាមេរិក No they weren't ថាតែពួកគេគឺមិនមែនទេ They were born in England ពួកគេគឺបានកើតនៅប្រទេសអង់គ្លេស 5 Nelson Mandela and Neil Armstrong was both politician គេថា Nelson Mandela ហើយនិង Neil Armstrong គឺជាអ្នកនយោបាយទាំងពីរនាក់អូខេលើថាទៀត No they were stay មិនមែនទេ Mandela was a politician ថា Mandela គឺជាអ្នកនយោបាយ but Armstrong wasn't ប៉ុន្តែ Armstrong គឺមិនមែនទេ 6 Leo Tolstoy was an Italian actor ថា Leo Tolstoy គឺជាតារាសម្ដែងជនជាតិអ៊ីតាលី No he wasn't តែគាត់គឺមិនមែនទេ He was a Russian writer ថាគាត់គឺជាអ្នកនិពន្ធជនជាតិរុស្ស៊ីអូខេទាំងនេះមានប៉ុណ្ណឹងយើងបន្តទៀតអូខេចឹងយើងមើល to be sorry today and yesterday ថាម្សិល
មិញហើយថ្ងៃនេះអំសាមិញ 6 what is true for you តើអ្វីដែលពិតប្រាកដសម្រាប់អ្នក tell a partner ថាប្រាប់ទៅកាន់ដៃគូចឹងយើងមើល today is ចឹងថ្ងៃហ្នឹងថ្ងៃគេនៃយើងថ្ងៃអង្គារចឹងថា today is Tuesday ថ្ងៃនេះគឺជាថ្ងៃអង្គារទេហើយមើលទៀតyesterday was ចាំសាមិញថ្ងៃគេនៃយើងសាមិញថ្ងៃច័ន្ទចឹងឆ្លើយមក yesterday was Monday ទេ yesterday was Monday ចឹងមើលទៀត today's at school អូខេចឹងខ្ញុំនៅសាលាថា I'm at school គ្នាយើងនៅណាឆ្លើយនៅទៅនៅផ្ទះនៅធ្វើការអីទេ yesterday I was ចឹងសាមិញខ្ញុំនៅណានៅកន្លែងសាលាដូចគ្នាចឹង yesterday I was at school អូខេចឹងសាមិញខ្ញុំនៅសាលាហើយមើលទៀត today the weather is ចឹងថ្ងៃនេះថ្ងៃអង្គារអាកាសធាតុយើងមិនដែរចឹងអាកាសធាតុយើងគេថាដូចជាក្តៅបន្តិចទេ today the weather is hot កន្លែងខ្ញុំក្តៅបើកន្លែងនេះយើងត្រជាក់ដាក់ត្រជាក់ចឹងមកសើមដាក់សើមគួរស្រឡាញ់ដាក់គួរស្រឡាញ់ cherry ball ធុញថប់ដាក់ធុញថប់ចឹងទៅតាមយើងលេងមើលសាមិញមិនថ្ងៃច័ន្ទណា yesterday the weather was ចឹងថ្ងៃច័ន្ទអាកាសធាតុមិននេះយើង yesterday the weather was hot ចឹងសាមិញក្តៅដូចគ្នានៅនេះបើគ្នាយើងត្រជាក់ថាជាក់ទៅគេហើយមើលទៀត today my parents asked គេចឹងថ្ងៃនេះម៉ាក់ប៉ារបស់ខ្ញុំនៅណាចឹងគាត់នៅផ្ទះឆ្លើយទៅមិនtoday my parents asked at home គេចាំសាមិញគាត់នៅណាគាត់នៅផ្ទះដែរចឹងថាមិន yesterday my parents was at home ប៉ុន្តែបើយើងពុំដែរយើងអត់នៅផ្ទះយើងឆ្លើយតាមនឹងមកនៅធ្វើការនៅធ្វើអីចឹងឆ្លើយតាមនឹងមកអូខេចឹងនេះមានប៉ុណ្ណឹងយើងយកទៅធ្វើអនុវត្តនិយាយភាពជាក់ស្ដែងពិតជាក់ស្ដែងរបស់យើងខ្លួនឯងទីហើយដូចខ្ញុំនិយាយចឹងថ្ងៃនេះថ្ងៃអង្គារចឹងមកសាមិញថ្ងៃច័ន្ទចឹងណាអូខេចឹងយើងបន្តទៀតឡើងមើល check it ត្រួតពិនិត្យវា 7 complete the sentences with verse version were or weren't គេថាឲ្យយើងបំពេញប្រយោគជាមួយនឹង verse version were ហើយនឹង weren't ហើយមើល 1 where were your mother born where were your mother born ចានេះយើងពេញ verse ដោយសារគេដាក់ your mother អត់មានអះទេតែមួយចឹងយើងថាយើងដាក់ verse តើម្ដាយរបស់អ្នកបានកើតនៅទីកន្លែងណាហើយមើលទៀត to when គេដាក់ your ប៉ុន្តែដាក់ partners មានអះចឹងយើងពេញគេ were ដោយសារអីគេឪពុកម្ដាយមាន2អ្នកឡើងមានអះចឹងយើងពេញ were when were your parents born តើឪពុកម្ដាយរបស់អ្នកបានកើតនៅពេលណាហើយមើលទៀត 3 my parents ឪពុកម្ដាយរបស់ខ្ញុំចឹងយើងពេញគេ were not ឬក៏ weren't ឪពុកម្ដាយរបស់ខ្ញុំអីគេកើតនៅក្នុងឆ្នាំ1000គឺមិនកើតនៅក្នុងឆ្នាំ1965ទេ My father was born in 1962 ឪពុករបស់ខ្ញុំគឺបានកើតនៅក្នុងឆ្នាំ1962 and my mother in 1967 ហើយអ្នកម៉ាក់របស់ខ្ញុំនឹងគឺបានកើតនៅក្នុងឆ្នាំ1967អូខេចឹងយើងបន្តទៀតគេមើល for no I ចឹងគេដាក់គេ I ចឹងយើងពេញគេ I ប្រើមួយ verse ចឹង version ឬក៏ were not អូខេ I wasn't on holiday in Barcelona in 2015 អូខេចឹងគេថាខ្ញុំគឺមិនមានដំណើរកម្សាន្តនៅបាសេឡូណាទេនៅក្នុងឆ្នាំ2015នៅក្នុងឆ្នាំ2015លើមើលទៀត5គេដាក់ he ចឹងយើងពេញគេ was ចឹងមើល was he at home yesterday តាមសារមិញហ្នឹងអ្នកនៅផ្ទះទេ
no he ចឹងគេដាក់ no យើងបត់ពេញណា he wasn't no he wasn't ទេគាត់គឺមិនទេលេខមើល 6 were you at worked yesterday តើអ្នកធ្វើការទេកាលពីសាមិញគេចឹងថា make yes we were បាទយើងធ្វើការលេខមើល 7 ជាងពេញគេ were ដោយសារដាក់ day were they at school yesterday morning តើអ្នកឬតើពួកគេនៅសាលាទេកាលពីព្រឹកម្សិលមិញចឹងបើសិនបើគេអត់នៅឆ្លើយមក no they weren't គេតែពួកគេគឺមិននៅទេចឹងវីដេអូយើងមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នាលើក្រោយជាបន្តទៀត